បាទគ្រប់នឹងជម្រាបសួរទៅដល់បងប្អូនប្រជាកសិករជាទីរាប់អានថ្ងៃនេះខ្ញុំនឹងណែនាំបងប្អូននៅដំណាំមួយប្រភេទដែលយើងហៅថាពេញប៉ោះឈើរីឬក៏បងប្អូនប្រជាកសិករខ្លះទៀតក៏ហៅជាភាសាខ្មែរហៅថាពេញប៉ោះតូចដំណាំមួយប្រភេទនេះគឺនៅមានកសិករតិចតួចដែលមានដាំនៅតាមស្រុកស្រែចម្ការហើយវាជាដំណាំថ្មីមួយសម្រាប់ប្រជាកសិករដែលអាចដាំដុះបានផងដែរបាទមានកសិករភាគតិចទៅឡើយដែលគាត់ដាំដុះហើយតម្រូវការទីផ្សារគឺមានច្រើនបងប្អូនបាទសម្រាប់ដំណាំពេញប៉ោះឈើរីគឺយើងដាំល្អបំផុតសម្រាប់រដូវវស្សាខ្ទង់ខែ6នេះគឺបងប្អូនប្រជាកសិករអាចដាំនៅក្នុងផ្ទះសំណាញ់ដែលយើងហៅថា green house ហ្នឹងគឺវាផលល្អជាងយើងដាំនៅខាងក្រៅដោយសារតែយើងដឹងហើយថាក្នុងរដូវវស្សាគឺវាមានភ្លៀងធ្លាក់ច្រើនអញ្ចឹងបើសិនភ្លៀងធ្លាក់ជោគជាំហ្នឹងធ្វើឲ្យការលូតលាស់ក៏ដូចជាការកាន់ផ្កាកាន់ក្តាប់ហ្នឹងគឺអត់ដូចយើងដាំនៅក្នុងផ្ទះសំណាញ់ទេអញ្ចឹងបានមានកម្រងថ្មីក៏ដូចជាប្រជាកសិករដែលគាត់ដាំបន្លែមួយចំនួនហ្នឹងគឺគាត់ចាំផ្ដើមវិនិយោគទៅលើការដាំដុះដំណាំនៅក្នុងផ្ទះសំណាញ់ដោយសារតែយើងដាំផ្ទះសំណាញ់គឺយើងអាចដាំបានពេញមួយឆ្នាំទាំងរដូវប្រាំងនិងរដូវវស្សាបាទចំពោះការជ្រើសរើសពូជយើងមានច្រើនមានពូជបោះវ៉ាហៃពូជត្បូងក្រហមឬក៏ពូជឥន្ទ្រីបៃតងហើយនឹងពូជបោះនូនយូផងដែរបាទអញ្ចឹងយើងមានច្រើនអាស្រ័យលើតំបន់ក៏ដូចជាការត្រូវការរបស់បងប្អូនហើយពូជវាមានពណ៌លឿងនិងពណ៌ក្រហមបងប្អូនបាទតែចំពោះរសជាតិវិញវាអត់សូវខុសគ្នាប្រហែលទេបងប្អូនបាទគឺរសជាតិវាប្រហាក់ប្រហែលគ្នាវាខុសតែពណ៌ទេហើយទំហំអីហ្នឹងគឺវាស្តៀងនឹងគ្នាដែរបងប្អូនបាទនេះគឺវាផ្លែដែលកសិករគាត់ដាំនៅក្នុងផ្ទះសំណាញ់គឺឃើញថាផ្លែច្រើនមែនទែនបងប្អូនបាទហើយដំណាក់កាលនេះគឺជាដំណាក់កាលដំបូងនៃការចេញផ្លែរបស់ដំណាំពេញប៉ោះមួយប្រភេទនេះហើយឃើញថាវាផ្លែច្រើនបងប្អូនបាទហើយបន្ទាប់ពីការលូតលាស់ទៅគឺនឹងផ្លែច្រើនជាងនេះបាទគឺវគ្គនេះគឺកសិករគាត់អាចដាក់នៅពពួកជី0060ឬក៏បូកជាមួយនឹងអ៊ុយរ៉េហ្នឹងគឺដើម្បីជំរុញនៅដងដើមរបស់វាលូតលាស់ល្អក៏ដូចជាផ្លែរបស់វាហ្នឹងផ្អែមល្អបាទគឺឃើញថាផ្លែគឺក្តាំងមែនទែនបងប្អូនបាទហើយយើងមើលទៅគឺផ្លែវាហ្នឹងគឺស្តៀងនឹងតាពាំងបាយជូរប៉ុន្តែវាគឺជាផ្លែពេញប៉ោះទេបាទចំពោះការបដោះកូនគឺយើងបដោះបែបនេះបាទគឺយើងដាក់មាត់បែកមាត់ចាបឬក៏មៀមហ្នឹងគឺយើងអាចយកបដោះលើត្រេហើយដីបដោះគឺបងប្អូនប្រជាកសិករគាត់អាចទិញពីគេក៏បានឬក៏គាត់អាចធ្វើខ្លួនឯងក៏បានដែរបាទគឺកូនប៉ុណ្ណេះគឺយើងអាចយកទៅដាំបានបងប្អូនបាទគឺយើងអាចយកទៅដាំបានហើយបាទពេញប៉ោះឈើរីខ្ញុំគិតថាវាងាយស្រួលដាំទេបងប្អូនប្រជាកសិករហើយវីដេអូនេះគឺខ្ញុំថតនៅខាងស្រុកមង្គលបុរីបាទដែលបងប្អូនប្រជាកសិករក៏ដាំនៅក្នុងផ្ទះសំណាញ់បាទហើយយើងត្រូវតែរើសដីនៅប្រភេទដីដែលមានជីវជាតិល្អហើយយើងភ្ជួរឲ្យម៉ត់ល្អបន្ទាប់មកយើងលើករងហើយយើងអាចបាចនៅពពួកអាចគោឬក៏អាចទាឬក៏ជីកប៉ុសអីផ្សេងដែលបងប្អូនមានបាទហើយយើងលើករងគឺត្រូវលើកទៅតឹង80ម៉ែត្រហើយចំពោះកម្ពស់រងគឺ25សង់ទីម៉ែត្របាទហើយយើងលើកបែបនេះហើយយើងអាចចន្លោះតិចជាងនេះក៏បានដែរបងប្អូនបាទចន្លោះគឺធម្មតាយើងយក70សង់ទីម៉ែត្របងប្អូនដើម្បីងាយស្រួលក្នុងការដើរដោយសារតែបងប្អូនឃើញហើយគឺបើសិនជាយើងចន្លោះតូចពេកគឺវាអាចនឹងពិបាកដើរបងប្អូនបាទអញ្ចឹងកូនវាគឺ21ទៅ25ថ្ងៃយើងអាចសង្កេតឃើញថាស្លឹកពេជ្រ2ទៅ4ហ្នឹងគឺយើងអាចយកទៅដាំនៅក្នុងរណ្ដៅបានហើយបាទគឺប៉ុណ្ណឹងគឺយើងអាចយកកូនហើយបើសិនជាយើងយកធំពេកវាអាចអន់កូនបងប្អូនបាទប៉ុណ្ណឹងគឺយើងអាចហាលថ្ងៃក៏ដូចជាអាចយកទៅដាក់រណ្ដៅបាទសម្រាប់ដំណាំពេញប៉ោះគឺយើងដាំដូចម្ទេសអញ្ចឹងគឺយើងដាំសងខាងបងប្អូនបាទបន្ទាប់មកយើងធ្វើបកគោឫស្សីដូចក្នុងវីដេអូហ្នឹងអញ្ចឹងដើម្បីចងដើមរបស់វាហើយវាជាប្រភេទវល្លិបើអញ្ចឹងបើសិនជាយើងអត់មានទ្រើងឫស្សីឬក៏យើងអាចប្រើពពួកសណាញ់ទ្រើងពណ៌សហ្នឹងក៏បានដែរហើយឬក៏បងប្អូនប្រជាកសិករដែលគាត់អត់ចង់ចំណាយច្រើនគាត់អាចចងទ្រើងឫស្សីនេះក៏បានដែរបងប្អូនណា
អាស្រ័យទៅលើសម្ភារៈជាក់ស្ដែងដែលបងប្អូនប្រជាកសិករមានបាទហើយពូជនេះគឺពូជពណ៌ក្រហមបាទអញ្ចឹងវាលឿងព្រឿងហើយបងប្អូននៅពេលដែលវាទុំស្រស់ល្អហ្នឹងគឺវាចាប់ផ្ដើមមានពណ៌ក្រហមបាទវគ្គនេះគឺយើងអាចប្រើជីពពួក15 បូកជាមួយនឹងអុយរ៉េទៅដើម្បីជំរុញនៅការលូតលាស់ដើមរបស់វាហើយក៏ធ្វើឲ្យផ្លែរបស់វាកាន់បានល្អដែរបាទហើយយើងអាចប្រើពពួកបន្ទាប់មកយើងអាចប្រើពួក15 បូកជាមួយនឹងពពួក0060បាទវគ្គវាផ្កាផ្លែនេះចេះវាត្រូវការពពួក0060ច្រើនដើម្បីធ្វើឲ្យវាកាន់ផ្លែក៏ដូចជាកាន់ក្តាប់កាន់ផ្លែផងដែរបាទនេះគឺជាពូជពណ៌ក្រហមបាទគឺពណ៌ក្រហមអញ្ចឹងបងប្អូនបាទគឺពណ៌ក្រហមឆ្អៅមែនទែនបាទបើសម្រាប់ពូជពណ៌លឿងគឺនៅពេលដែលវាទុំគឺវាពណ៌លឿងព្រឿងចេះដែលយើងអាចថាហៅថាពណ៌ទឹកក្រូចបាទបើសម្រាប់ពូជមួយប្រភេទនេះគឺពណ៌ក្រហមបាទមើលទៅគឺតំណួងញ៉ាំមែនទែនហើយឆ្ងាញ់ល្អហើយការដាំដុះវិញគឺវាធន់ទៅនឹងអាកាសធាតុទេវាអត់សូវប្រឈមនឹងជំងឺឬក៏សត្វល្អិតទេហើយសម្រាប់បច្ចេកទេសអីផ្សេងបងប្អូនអាចសាកសួរបន្ថែមនៅក្នុងវីដេអូនេះឬក៏ខមមិននៅខាងក្រោមវីដេអូនេះបានហើយខ្ញុំនឹងព្យាយាមក៏ដូចជាតបនៅខមមិនរបស់បងប្អូនដែរបាទអញ្ចឹងដំណាំពេញពោះឈើរីនេះគឺមើលទៅគឺងាយស្រួលដាំហើយវាអាចប្រមូលផលបានស្ទើរ1ឆ្នាំបងប្អូនបាទអញ្ចឹងវាបានយូរមែនទែនបងប្អូនវាអាស្រ័យទៅលើតាមតំបន់របស់បងប្អូនដែរជាធម្មតានៅតាមភូមិនេះខ្ញុំសាកសួរកសិករទៅគឺតម្លៃបាន5000រៀលសម្រាប់ខែ6ឆ្នាំ2025នេះគឺតម្លៃបាន6000រៀលបងប្អូនបាទអញ្ចឹងបងប្អូនថ្មីដែលដាំតសក់សដែកឬក៏ដំណាំធម្មតាបងប្អូនអាចសិក្សាបន្ថែមក៏ដូចជាស្វែងយល់នៅដំណាំមួយប្រភេទនេះបានបាទសូមអរគុណ